ជំរាបសួរប្រិយមិត្តសា podcast ជាទីរាប់អាននិងជាទីនឹករលឹកស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីគណនេយ្យភាពសង្គម podcast រដូវកាលទី2ចាដែលថ្ងៃនេះផងដែរយើងនឹងជជែកគ្នាតាក់ទងជាមួយនឹងប្រធានបទដ៏សំខាន់មួយគឺការអនុវត្តការងារគណនេយ្យភាពសង្គមនៅកម្រិតក្រុងស្រុកខណ្ឌចាដែលថ្ងៃនេះយើងមានការអញ្ជើញចូលរួមពីវាលក្មិនរបស់យើងចំនួន2រូបចាដែលវាលក្មិនទី1គឺលោកចេតគឹមចុងដែលជាអនុប្រធានត្រួតពិនិត្យវាតម្លៃនិងព័ត៌មានរួមទាំងជាប្រធានសម្របសម្រួលគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋានកចបចាចំណែកឯវាគ្មិនទី2គឺលោកស្រីផលគុយនីដែលជាអភិបាលរងនៃគណៈអភិបាលស្រុកស្អាងខេត្តកណ្ដាលចាសូមជម្រាបសួរវាគ្មិនទាំងពីរចាជំរាបសួរចាអញ្ចឹងមុននឹងចូលទៅដល់កម្មវិធីនេះខ្ញុំចង់ដឹងពីចំណាប់អារម្មណ៍វាគ្មិនទាំងពីរបន្តិចចាមានអារម្មណ៍យ៉ាងណាដែរដែលបានចូលរួមកម្មវិធីរបស់យើងថ្ងៃនេះចាសូមចេញលោកគ្រូមុនចាបាទសួស្តីប្រិយមិត្តសួស្តីលោកស្រីខ្ញុំរីករាយសប្បាយចិត្តដែលបានអញ្ជើញនៅក្នុងកម្មវិធីសារ podcast ស្ដីពីការងារគណនេយ្យសង្គមកម្រិតនៅថ្នាក់ក្រុងស្រុកខណ្ឌសូមអរគុណចាអរគុណចាសម្រាប់បងចាជំរាបសួរបងអូនស្រីដូចជាសូមជំរាបសួរអាដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដូចជាប្រិយមិត្តសារ podcast ទាំងអស់ថ្ងៃនេះខ្ញុំមានកិត្តិយសដែលបានការអញ្ជើញចូលរួមជាវាគ្មិនដូចជាការបញ្ចេញនៅគំនិតមតិយោបល់ចូលរួមនៅក្នុងកម្មវិធីនេះចាសប្បាយចិត្តចាអរគុណចាអរគុណបងអរគុណលោកគ្រូចាសម្រាប់ការបង្ហាញនៅចំណាប់អារម្មណ៍សម្រាប់ថ្ងៃនេះចាអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរនឹងខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមកម្មវិធីចាអញ្ចឹងតាក់ទងជាមួយនឹងដំបងឡាយនឹងខ្ញុំចង់សួរទៅកាន់លោកគ្រូចាក្នុងនាមលោកគ្រូតំណាងឲ្យលេខាធិការដ្ឋានកចបថ្ងៃនេះចាអញ្ចឹងលោកគ្រូអាចប្រាប់បានទេថាគោលបំណងរបស់ការអនុវត្តការងារគណនេយ្យភាពសង្គមនៅកម្រិតក្រុងស្រុកខណ្ឌឬក៏យើងហៅថា DMK ហ្នឹងមានគោលបំណងបែបណាចាហើយគោលបំណងឬក៏ទិសដៅនេះបានជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋដូចម្តេចខ្លះចាសូមគោរពអញ្ជើញលោកគ្រូចាបាទសូមអរគុណដូចយើងបានដឹងហើយថាក្របខ័ណ្ឌយុទ្ធសាស្ត្រគណនេយ្យភាពសង្គមជាយន្តការមួយដ៏មានសារៈសំខាន់ដែលយើងចាប់ផ្ដើមអនុវត្តតាំងពីកម្មវិធីជាតិដំណាក់កាលទី1កម្មវិធីជាតិសម្រាប់ការវិវត្តតាមបែបជាតិតបតៃថ្នាក់ក្រោមជាតិចា៎ហើយយើងផ្ដោតសំខាន់ទៅលើអង្គភាពផ្ដល់សេវាចំនួន3គឺការផ្ដល់សេវាកម្រិតថ្នាក់ឃុំសង្កាត់ការផ្ដល់សេវាវិស័យអប់រំលើសារៈធម្មសិក្សានិងការអនុវត្តនៅលើវិស័យសុខាភិបាលលើមណ្ឌលសុខភាពឯកលើដំណើរការនៃការអនុវត្តកន្លងមកយើងបានពង្រីកវិសាលភាពស្ទើរតែគ្រប់ដណ្ដប់អង្គភាពផ្ដល់សេវាទាំងអស់ហើយទន្ទឹមនោះដែរក៏យើងបានអនុវត្តសាកល្បងការងារគណនេយ្យភាពសង្គមកម្រិតថ្នាក់ក្រុងស្រុកនេះផងដែរដោយកម្រិតតិចតួចទេត្រឹមតែ4ឬ5ក្រុងស្រុកខណ្ឌទេនៅក្នុងការអនុវត្តសាកល្បងមកដល់ពេលនេះគោលដៅនៃការពង្រីកការងារគណនេយ្យសង្គមកម្រិតក្រុងស្រុកខណ្ឌហ្នឹងមកដល់2026នេះគឺបានប្រហែលជា55ក្រុងស្រុកហើយគោលបំណងសំខាន់នៅក្នុងការអនុវត្តគណនេយ្យសង្គមនេះគឺការលើកកម្ពស់ផ្ដល់សេវារដ្ឋបាលក្រុងស្រុកមានគោលបំណងដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនៅការផ្ដល់សេវាសាធារណៈនៅរដ្ឋបាលក្រុងស្រុកប្រកបដោយគុណភាពប្រសិទ្ធភាពនិងគណនេយ្យភាពតាមរយៈការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានអំពីសិទ្ធិរបស់ប្រជាពលរដ្ឋតើប្រជាពលរដ្ឋមានសិទ្ធិមកទទួលសេវាស្អីខ្លះនៅអង្គភាពផ្ដល់សេវាទី2គឺស្តង់ដារការងារការបំពេញការងារនៅកម្រិតថ្នាក់ក្រុងស្រុកតើមានស្តង់ដារអ្វីខ្លះដែលរដ្ឋបាលក្រុងស្រុកខណ្ឌមានទួនាទីភារកិច្ចផ្ដល់សេវាហើយទី3បញ្ហារឿងព័ត៌មានថវិកាការចូលរួមរបស់ប្រជាពលរដ្ឋនិងការឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋដើម្បីសម្រេចបានគោលបំណងខាងលើការអនុវត្តគណនេយ្យសង្គមនៅថ្នាក់រដ្ឋបាលក្រុងស្រុកនោះមានគោលបំណងសំខាន់ដូចជាការពង្រឹងហើយពង្រីកផ្សព្វផ្សាយនៅព័ត៌មានអំពីសិទ្ធិអំពីស្តង់ដារការបំពេញការងារអំពីព័ត៌មានថវិកានៅរដ្ឋបាលក្រុងស្រុកទី2គឺការពង្រឹងការផ្ដល់សេវារដ្ឋបាលក្រុងស្រុកឲ្យកាន់តែល្អប្រសើរឡើងហើយទី3គឺបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋជាពិសេសក្រុមបរិយាបន្នក្រុមជនងាយរងគ្រោះនៅក្នុងដំណើរការតាមដានត្រួតពិនិត្យនៅក្នុងការបំពេញទូនាទីភារកិច្ចរបស់រដ្ឋបាលក្រុងស្រុកហើយទី3គឺការឆ្លើយតបនឹងតម្រូវការជាអត្ថិភាពដើម្បីធ្វើឲ្យប្រសើរឡើងនៅក្នុងយន្តការនៃការផ្ដល់សេវាសាធារណៈនៅកម្រិតថ្នាក់ក្រុងស្រុកខណ្ឌចាសូមអរគុណលោកគ្រូចាអញ្ចឹងមានន័យថាការអនុវត្តការងារគណនេយ្យភាពសង្គមនៅកម្រិតក្រុងស្រុកខណ្ឌពិតជាសំខាន់ចាដោយសារតែកន្លងមកយើងភាគច្រើនយើងផ្ដោតតែទៅលើឃុំសង្កាត់ចាដូចគ្នាដែរនៅក្នុងការដែលយើងអនុវត្តនៅឃុំសង្កាត់គឺយើងតែងតែពង្រឹងទៅលើការអភិវឌ្ឍមូលដ្ឋានចាតាក់ទងជាមួយហេដ្ឋារចនាសម្ព័ន្ធផ្សេងក៏ដូចជាសំណើសំណូមពររបស់ប្រជាពលរដ្ឋប៉ុន្តែមកដល់ក្រុងស្រុកខណ្ឌវិញទៀតសោត
ចាការផ្ដល់សេវាសាធារណៈគឺកាន់តែសំខាន់ចាសូមអរគុណលោកគ្រូចាអញ្ចឹងនាងខ្ញុំចង់សួរលោកគ្រូបន្ថែមទៅទៀតតាក់ទងជាមួយនឹងតើប្រភេទសេវាណាមួយដែលយើងមិនធ្លាប់ដាក់បញ្ចូលនៅក្នុងការអនុវត្តគណនេយ្យភាពសង្គមនៅកម្រិតក្រុងស្រុកខណ្ឌឬក៏យើងហៅថា DMK ចាលោកគ្រូអាចជួយប្រាប់បានទេចាបាទក្នុងដំណើរការអនុវត្តសាកល្បងនិងការពង្រីកពីការអនុវត្តការងារគណនេយ្យសង្គមកម្រិតថ្នាក់ឃុំដែលផ្ដោតទៅលើការផ្ដល់សេវានៅឃុំការផ្ដល់សេវាសាធារណៈទៅលើសាលាបឋមសិក្សានិងមណ្ឌលសុខភាពការងារគណនេយ្យសង្គមផ្ដោតលើក្រុងស្រុកដែលមានវិសាលភាពគ្រប់ដណ្ដប់ទៅលើការបំពេញការងាររបស់ក្រុមប្រឹក្សានិងគណៈអភិបាលចាហើយនឹងការិយាល័យអង្គភាពនានាជំនួសឲ្យរដ្ឋបាលក្រុងស្រុកដែលផ្ដល់សេវានិយាយជារួមគឺរដ្ឋបាលក្រុងស្រុកដែលទទួលមុខងារតាមបែបវិមាជការវិសាមាជការជាពិសេសគឺការផ្ដល់សេវានៅការិយាល័យច្រកជាយល់ទៅមួយចាសេចក្តីណែនាំនឹងរៀបចំដាក់ឲ្យអនុវត្តនៅក្រុងស្រុកបានកំណត់និងជូនដំណឹងដោយលេខាការដ្ឋានហើយសេចក្តីណែនាំបច្ចេកទេសនេះក៏បានរៀបចំលើការផ្ដល់សេវានៅក្រុងស្រុកនិងរៀបរាប់អំពីដំណើរការផ្នែកគ្រប់គ្រងនិងផ្នែកតម្រូវការដែលផ្ដោតសំខាន់លើយន្តការទូនីតិភារកិច្ចរបស់ស្ថាប័នអនុវត្តជំហាននិងវិធីសាស្ត្រសម្រាប់អនុវត្តដូចមានបរិយាយនៅក្នុងសេចក្តីណែនាំការងារគណនេយ្យសង្គមគេហៅឯកសារណែនាំប្រតិបត្តិរបស់យើងនឹងចាអរគុណលោកគ្រូច្រើនចាអញ្ចឹងមានន័យថាតាក់ទងជាមួយនឹងប្រភេទសេវាគឺយើងបានកំណត់រួចហើយនៅក្នុងសេចក្តីណែនាំចាអរគុណលោកគ្រូចាអញ្ចឹងនាងខ្ញុំចង់ដឹងបន្តទៀតលោកគ្រូតាក់ទងជាមួយនឹងការពីមុនយើងបានអនុវត្តតាក់ទងជាមួយនឹងការងារគណនេយ្យភាពសង្គមនៅកម្រិតក្រុងនៅកម្រិតឃុំសង្កាត់រួចហើយចាមានន័យថាវិសាលភាពនៃការអនុវត្តនៅកម្រិតឃុំសង្កាត់ហ្នឹងគឺមានភាពទូលំទូលាយហើយចាអញ្ចឹងនេះខ្ញុំចង់ដឹងថានៅពេលដែលយើងអនុវត្តការងារគណនេយ្យភាពសង្គមនៅកម្រិតក្រុងស្រុកខណ្ឌវិញម្ដងឬក៏យើងហៅថា DMK ហ្នឹងតើយើងមានទិសដៅបែបណាដើម្បីកំណត់ប្រភេទសេវាដើម្បីយកមកអនុវត្តនៅក្នុងកម្រិតក្រុងស្រុកខណ្ឌរបស់យើងចាសូមគោរពអញ្ជើញលោកគ្រូចាបាទដូចខ្ញុំបានជម្រាបខាងដើមថាការអនុវត្តកន្លងមកជាការអនុវត្តសាកល្បងពង្រីកវិសាលភាពនៃការអនុវត្តក្របខ័ណ្ឌគណនេយ្យសង្គមមកកម្រិតក្រុងស្រុកហើយការអនុវត្តការងារគណនេយ្យភាពសង្គមកម្រិតក្រុងស្រុកឬការបំពេញតួនាទីរបស់ក្រុមប្រឹក្សាគណៈអភិបាលនេះគឺជាការត្រួតពិនិត្យតាមដានលើការបំពេញការងារពិសេសគឺអង្គភាពផ្ដល់សេវារបស់ក្រុងស្រុកដែលយើងបានដឹងហើយនៅក្នុងចុងឆ្នាំ2019រាជរដ្ឋាភិបាលបានធ្វើស្មារតីកម្មឬក៏កែសម្រួលរចនាសម្ព័ន្ធនៅថ្នាក់ក្រុងស្រុកខណ្ឌតាមរយៈអនុក្រឹត្យ182 184ជាដើមអញ្ចឹងមុខងារនឹងទួនាទីភារកិច្ចត្រូវបានទេជាបណ្ដាមកថ្នាក់ក្រុងស្រុកហើយជាពិសេសកិច្ចការងារសំខាន់ដែលអនុវត្តនៅកម្រិតថ្នាក់ក្រុងស្រុកគឺការផ្ដល់សេវារដ្ឋបាលឬសេវាសាធារណៈជាពិសេសគឺមុខងារដែលឲ្យមកការិយាល័យច្រកចេញចូលទៅមួយរបស់ក្រុងស្រុកខណ្ឌនេះគឺជាវិស័យសំខាន់តែកិច្ចការងារសំខាន់មួយចំនួនទៀតគឺពាក់ព័ន្ធការិយាល័យនៃអង្គភាពផ្ដល់សេវាជំនាញដូចជាការិយាល័យច្រកការិយាល័យប្រជាពលរដ្ឋហើយនិងការិយាល័យសម្រុះសម្រួលវិវាទបាទនៅក្នុងរចនាសម្ព័ន្ធនៃក្រុងស្រុកបាទចាអរគុណលោកគ្រូចាអញ្ចឹងតកតងជាមួយនឹងដោយលោកគ្រូបានលើកឡើងមុននឹងអញ្ចឹងតកតងជាមួយនឹងប្រភេទសេវាគឺយើងផ្ដោតទៅលើការផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយចាហើយបន្ថែមពីនោះទៀតសោតគឺយើងផ្ដោតទៅលើការិយាល័យប្រជាពលរដ្ឋចាដោយសារការិយាល័យប្រជាពលរដ្ឋនេះគឺយើងបណ្ដុំទៅដោយមតិសំណើសំណូមពរក៏ដូចជាបណ្ដឹងផ្សេងៗរបស់ប្រជាពលរដ្ឋចាអរគុណលោកគ្រូច្រើនចាអញ្ចឹងងាកមកកាន់បងវិញម្ដងចាអញ្ចឹងតកតងជាមួយនឹងសំណួររបស់បងនេះខ្ញុំចង់ដឹងថាសម្រាប់បងតើបងយល់យ៉ាងណាដែររវាងភាពជាដៃគូរវាងផ្នែកតម្រូវការហើយនិងផ្នែកផ្គត់ផ្គង់ដែលផ្នែកតម្រូវការពេលនេះយើងផ្ដោតទៅលើប្រជាពលរដ្ឋផ្នែកផ្គត់ផ្គង់គឺយើងផ្ដោតទៅលើមន្ត្រីនៅមូលដ្ឋានផ្ទាល់ចាសូមគោរពអញ្ជើញបងចាហ្នឹងហើយអរគុណច្រើនបងអូនស្រីចំពោះសំណួរនៅក្នុងរដ្ឋបាលស្រុកស្អាងយើងខ្ញុំនេះក្រោមការដឹកនាំរបស់លោកជឿកំហៃអភិបាលនៃគណៈអភិបាលស្រុកស្អាងគឺលោកបានចូលចិត្តទុកដាក់នៅក្នុងការទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋអញ្ចឹងមានន័យថាអង្គភាពផ្ដល់សេវារបស់យើងជាមួយនឹងប្រជាពលរដ្ឋយើងបើកឱកាសឲ្យប្រជាពលរដ្ឋហ្នឹងមានទំនាក់ទំនងល្អជាមួយនឹងមន្ត្រីរាជការរបស់យើងជាក់ស្ដែងខ្ញុំឃើញទម្លាប់លោកអភិបាលក៏ដូចជាមន្ត្រីផ្ដល់សេវារបស់យើងជារៀងរាល់ពេលដែលឃើញប្រជាពលរដ្ឋលោកមកទទួលសេវាហើយអង្គុយចាំច្រើនអញ្ចឹងលោកតែងតែដើរសួរថាតើប្រជាពលរដ្ឋយើងលោកមករកសេវាអ្វីហើយចាំយូរអត់ហើយនៅពេលដែលយើងសួរនាំគាត់អញ្ចឹងទៅគាត់ថាអូគាត់មកតាំងពីព្រឹកឬក៏មករកសេវានេះមករកសេវានោះមកចលងស្បត់កណើតឬនិចានគោលអញ្ចឹងយើងសម្រួលជាមួយមន្ត្រីយើងធ្វើម៉េចជាពិសេសយើងមើលអ្នកដែលគាត់ជាចាស់ជរាជាជនពិការ
និយាយរួមគឺជាអ្នកអត្ថិភាពអញ្ចឹងយើងសម្រួលជូនគាត់ហើយម្លែកទៀតខ្ញុំសូមទាញការចាប់អារម្មណ៍ការបើកឱកាសឲ្យមានទំនាក់ទំនងភាពជាដៃគូរវាងអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុកជាមួយនឹងប្រជាពលរដ្ឋគឺយើងចូលរួមក្នុងការលើកកម្ពស់សេវាសាធារណៈរបស់យើង ចាបង ដោយឡែកនៅពេលដែលយើងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋមានការបញ្ចេញមតិយោបល់វាយតម្លៃក៏ដូចជាចូលរួមនៅក្នុងការឆ្លើយតបទៅនឹងការបម្រើសេវារបស់យើងហ្នឹងធ្វើឲ្យអ្នកផ្គត់ផ្គង់យើងនេះចេះរៀបចំផែនការយ៉ាងណាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើងស្វែងរកចំណុចក្នុងការកែលម្អឥឡូវយើងបម្រើសេវាហ្នឹងទាន់ពេលវេលាអត់ខ្វះខាតអីខ្លះមួយទៀតយើងសំយកមតិយោបល់ពីប្រធានការិយាល័យប្រជាពលរដ្ឋព្រោះអីនៅពេលដែលជាពលរដ្ឋលោកថ្នាក់ចិត្តជាមួយនឹងអ្នកបម្រើសេវារបស់យើងគាត់តែងតែពេលខ្លះគាត់និយាយត្រង់គាត់និយាយត្រង់ចំពោះយើងទីពីរគាត់អាចដាក់ពាក្យបណ្ដឹងទៅធានការឡាយប្រជាពលរដ្ឋអញ្ចឹងទេអ្វីទាំងអស់នេះគឺយើងផ្ដល់ឱកាសក្នុងការហើយព្យាយាមតំណែងមួយគាត់មានន័យថាមន្ត្រីយើងដាក់ចិត្តដាក់កាយក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋហើយជាក់ស្ដែងអាដាមគួរចម្រើនដូចគ្នាអាដាមគួរចម្រើនអភិបាលនៃគណៈអភិបាលខេត្តលោកតែងតែផ្ដល់នៅអនុសាសន៍ថាមន្ត្រីត្រូវតែធ្វើឲ្យលឿនធ្វើឲ្យរហ័សសេវាល្អប្រជាពលរដ្ឋពេញចិត្តអញ្ចឹងបានពាក្យស្លោកនេះគឺយើងយកមកអនុវត្តនៅក្នុងរដ្ឋបាលថ្នាក់ក្រុងស្រុករបស់យើងជាពិសេសទាំងអង្គការឡាយច្រកជីងចូលតែមួយនិងយន្តការច្រកជីងចូលតែមួយរបស់ឃុំអញ្ចឹងយើងព្យាយាមបម្រើការងារនេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ហើយទន្ទឹមនឹងនេះការសហការបែបនេះក៏វាបានឆ្លើយតបរវាងអ្នកផ្ដល់សេវានិងអ្នកមកទទួលសេវាគឺយើងបង្ហាញពីតម្លាភាពកណន័យភាពទំនុកចិត្តរវាងអាជ្ញាធរជាមួយនឹងប្រជាពលរដ្ឋផងដែរហើយផ្លែផ្កាទាំងនេះហើយធ្វើឲ្យការអនុវត្តសេវាសាធារណៈរបស់យើងឆ្លើយតបទៅនឹងការអភិវឌ្ឍតាមបែបជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហ្នឹងហើយខ្ញុំសូមចូលរួមប៉ុណ្ណឹងចាសូមអរគុណចាអរគុណអរគុណបងច្រើនចង់និយាយថាបងឆ្លើយមកនេះគឺក្បោះក្បាយគ្រប់គ្រាន់អាចស្ដាប់បានចាគុណបងច្រើនចាអញ្ចឹងងាកមកកាន់លោកគ្រូវិញម្ដងចានាងខ្ញុំចង់ដឹងថាតកតងជាមួយនឹងរាល់ដងនៅពេលដែលក្រុមការងារគណៈនៃភាពសហគមន៍គាត់ចុះទៅតាមមូលដ្ឋានគាត់តែងតែមានការបិទផ្ទាំង I4C ឬក៏យើងហៅថាផ្ទាំងព័ត៌មានឬក៏កញ្ចប់ថវិកាចាដើម្បីបិទផ្សាយជូនប្រជាពលរដ្ឋចាអញ្ចឹងសម្រាប់លោកគ្រូតើលោកគ្រូមានយុទ្ធសាស្ត្ររៀបចំផ្ទាំងនេះឬក៏យុទ្ធសាស្ត្រនៅក្នុងការផ្សព្វផ្សាយផ្ទាំង I4C បែបណាដើម្បីឲ្យប្រជាពលរដ្ឋនឹងគាត់ងាយទទួលបានព័ត៌មានច្រើនជាងមុនជាងពេលបច្ចុប្បន្នចាសូមគោរពអញ្ជើញលោកគ្រូចាសូមអរគុណសម្រាប់សំណួរនេះពាក់ព័ន្ធការអនុវត្តការងារនៅសង្គមនៅក្នុងការរៀបចំព័ត៌មានសេចក្ដីករនានាក្នុងការផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយលេខាការដ្ឋានមានក្រុមការងារបច្ចេកទេសសម្រាប់ដោតសំខាន់ទៅលើនឹងមុខងារតួនាទីភារកិច្ចដែលក្រសួងស្ថាប័ននឹងបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសក្រុងស្រុកខណ្ឌនឹងដូចយើងបានដឹងហើយផែនការយុទ្ធសាស្ត្រគណនេយ្យសង្គមមានចំនួន5ទី1តម្លាភាពងាយទទួលបានព័ត៌មានថាតើធ្វើយ៉ាងម៉េចដើម្បី design ឬក៏រៀបចំចងក្រងនៅសារសច្ចនករព័ត៌មានសំខាន់ៗណាខ្លះឲ្យងាយយល់ដល់ប្រជាពលរដ្ឋភាសាសាមញ្ញរូបភាពពាក់ព័ន្ធទៅលើសេវាដែលផ្ដល់ពាក់ព័ន្ធទៅលើតារាងតម្លៃសេវាពាក់ព័ន្ធទៅលើរយៈពេលនៃការផ្ដល់និងកិច្ចការងារផ្សេងៗទៀតតាក់តែងជាផ្ទាំងកញ្ចប់ព័ត៌មានបាទមានសិទ្ធិរបស់ប្រជាពលរដ្ឋដឹងពីទូនាទីភារកិច្ចរបស់ក្រុងស្រុកការបំពេញការងារធៀបនឹងស្តង់ដារហើយចំណូលនិងចំណាយហើយចុងក្រោយគឺផែនការសកម្មភាពរួមដែលគេត្រូវបិទថាតើផ្ទាំងទាំង4ហ្នឹងមានលក្ខណៈគ្រប់ជ្រុងជ្រោយវាមិនជាទិន្នន័យនៃស្តង់ដារថវិកាការបំពេញការងារហើយនិងផែនការដែលស្នើឡើងហើយទន្ទឹមនោះដែរនៅក្នុងស្តង់ដារនៃការឡាយច្រកមានបិទសេវាវិស័យនិងតារាងតម្លៃនិងពេលវេលានិងរយៈពេលនៃការផ្ដល់និងព័ត៌មានសំខាន់ៗមួយចំនួនទៀតសេវាតម្រូវការរបស់គាត់ប្រចាំថ្ងៃរបស់គាត់សូមអរគុណចាអរគុណលោកគ្រូច្រើនចាដោយលោកគ្រូបានលើកឡើងអញ្ចឹងដូចជាបច្ចុប្បន្ននេះយើងមាន I4C ហើយចាហើយយើងមានន័យថា I4C នេះទៀតសោតគឺក្រុមការងារខាសរបស់យើងឬក៏យើងហៅថាក្រុមអ្នកសម្រួលគណនេយ្យភាពសហគមន៍គាត់តែងតែយកទៅចុះទៅមូលដ្ឋានដើម្បីធ្វើការប្រជុំចាផ្សព្វផ្សាយពីសិទ្ធិស្តង់ដារទៅកាន់ប្រជាពលរដ្ឋចាអញ្ចឹងតាក់ទងជាមួយនឹង I4C នេះនាងខ្ញុំក៏ចង់ដឹងបន្ថែមទៀតដែរថាសម្រាប់បងចាដោយសារតែពេលកន្លងមកក្រុមអ្នកសម្រួលគណនេយ្យភាពសហគមន៍របស់យើងគាត់ចុះទៅតាមមូលដ្ឋានហើយដើម្បីផ្សព្វផ្សាយពីសិទ្ធិស្តង់ដារកញ្ចប់ព័ត៌មានថវិកាទៅកាន់ប្រជាពលរដ្ឋប៉ុន្តែខ្ញុំចង់ដឹងថាតកតងជាមួយនឹងការចុះផ្សព្វផ្សាយនេះ
ធ្លាប់មានការចូលរួមពីយុវជនឬក៏សិស្សអនុវិទ្យាល័យដែរឬទេចាហើយបើសិនជាធ្លាប់មានការចូលរួមតាមមូលហេតុអ្វីបានជាយុវជនរបស់យើងគឺពិតជាសំខាន់នៅក្នុងការចូលរួមជាមួយនឹងការងារគណនេយ្យភាពសង្គមរបស់យើងចាសូមគោរពអញ្ជើញបងចាពាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយកញ្ចប់ព័ត៌មាន I4C នេះនៅក្នុងមូលដ្ឋានរបស់យើងខាសបានសហការជាមួយនឹងប្រធានការិយាល័យប្រជាពលរដ្ឋក៏ដូចជាប្រធានការិយាល័យច្រកជីងចូលទាំងមួយនិងអាជ្ញាធរពាក់ព័ន្ធភូមិឃុំស្រុករបស់យើងហ្នឹងគឺបានយកផ្ទាំងការផ្សព្វផ្សាយទាំងនេះផ្សព្វផ្សាយទៅដល់ក្រុមគោលដៅរបស់យើងទី1មានប្រជាពលរដ្ឋក្នុងមូលដ្ឋានទី2សិស្សអនុវិទ្យាល័យនិងវិទ្យាល័យចាអញ្ចឹងក្រុមគោលដៅនេះគឺយើងផ្សព្វផ្សាយមានគោលបំណងឲ្យប្រជាពលរដ្ឋនឹងដឹងពីការផ្ដល់សេវារបស់យើងថាតើរដ្ឋបាលរបស់យើងនឹងមានការផ្ដល់សេវាអីខ្លះជូនប្រជាពលរដ្ឋទី2ឲ្យគាត់ជាពលរដ្ឋក៏ដូចជាសិស្សវិទ្យាល័យនិងអនុវិទ្យាល័យហ្នឹងមានការឆ្លើយតបត្រឡប់មកថាតើការផ្ដល់សេវារបស់យើងកន្លងមកដែលគាត់មកទទួលសេវាហ្នឹងមានចំណុចខ្លាំងអីខ្លះមានចំណុចខ្វះខាតអីខ្លះមានន័យថាឲ្យគាត់មានមតិយោបល់ត្រឡប់ដើម្បីឲ្យយើងវាយតម្លៃខ្លួនឯងតើយើងគួរតែបំពេញអីខ្លះដើម្បីបង្កើនគុណភាពនៃការផ្ដល់សេវាហ្នឹងឲ្យកាន់តែល្អប្រសើរហើយពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋហ្នឹងហើយចាសូមអរគុណចាអរគុណបងចាអរគុណច្រើនសម្រាប់ចម្លើយចាដែលបងបានឆ្លើយមកនេះគឺមានអត្ថន័យគ្រប់គ្រាន់ក្បោះក្បាយអាចយល់បានចាអរគុណបងនិងលោកស្រីច្រើនចាសម្រាប់ចម្លើយចាអញ្ចឹងងាកមកកាន់លោកគ្រូវិញម្ដងចាក្នុងនាមលោកគ្រូជាតំណាងឲ្យលេខាធិការដ្ឋានកចបចានាងខ្ញុំចង់ដឹងថាចំពោះលោកគ្រូវិញតើលោកគ្រូមានកិច្ចសហការបែបណាក្នុងការជ្រើសរើសខាសក៏ដូចជាបណ្ដុះបណ្ដាលខាសដើម្បីឲ្យខាសនឹងក្លាយទៅជាបុគ្គលមួយរូបដែលអាចជាស្ពានចាផ្សារភ្ជាប់រវាងប្រជាពលរដ្ឋទៅនឹងរដ្ឋបាលថ្នាក់ក្រោមជាតិបានចាសូមគោរពអញ្ជើញលោកគ្រូចាបាទដំណើរការនៃការសហការគ្នាក្នុងការជ្រើសរើសខាសនេះក៏មានការចូលរួមចំណែកពីរដ្ឋបាលក្រុងស្រុកនិងអ្នកពាក់ព័ន្ធជាពិសេសអង្គការដៃគូដែលជាដៃគូទទួលខុសត្រូវគ្រប់គ្រងលើផ្នែកតម្រូវការដើម្បីអភិវឌ្ឍសមត្ថភាពបង្កើនការយល់ដឹងជាពិសេសឲ្យគាត់មានគុណវុឌ្ឍិនិងចំណេះជំនាញនៅក្នុងដំណើរការអនុវត្តទូនទីភារកិច្ចលើផ្នែកតម្រូវការហើយនឹងមានមូលដ្ឋានច្បាស់នៅក្នុងការពំនាំសារសិទ្ធិស្តង់ដារថវិកានិងការបំពេញការងារនិងទូនីតិភារកិច្ចរបស់ថ្នាក់រដ្ឋបាលមួយៗនោះទៅបង្កើនការយល់ដឹងរបស់សហគមន៍មូលដ្ឋាននេះគឺជាយន្តការមួយដ៏មានសារៈសំខាន់សម្រាប់ការចូលរួមចំណែកគ្រប់គ្រងទៅលើផ្នែកទាំងពីរដ៏សំខាន់នៅផ្នែកគ្រប់គ្រងនិងផ្នែកតម្រូវការចា៎ដូចមានចែងនៅក្នុងផែនការអនុវត្តហើយនឹងឯកសារណែនាំប្រតិបត្តិការងារគណនេយ្យសង្គមតម្រូវឲ្យយន្តការផ្នែកគ្រប់គ្រងហើយផ្នែកតម្រូវការចា៎អនុវត្តទន្ទឹមគ្នាហើយផ្នែកតម្រូវការគឺអនុវត្តគ្រប់គ្រងដោយអង្គការសង្គមស៊ីវិលទៅលើការបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអញ្ចឹងដំណើរការនេះអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលនឹងជ្រើសរើសក្រុមអ្នកស្ម័គ្រចិត្តដែលជាក្រុមយុវជនដោយបានលើកឡើងថាគាត់មានតួនាទីសម្រាប់នាំយកផ្ទាំងកញ្ចប់ព័ត៌មានដែលបានតាក់តែងផ្អែកទៅលើសិទ្ធិស្តង់ដារសេវាការបំពេញការងារថវិកាបញ្ហាព័ត៌មាននានានឹងទៅផ្សព្វផ្សាយការជ្រើសរើសទី1គឺស្រុកហើយនៅអង្គការដៃគូរៀបចំប្រកាសជ្រើសរើសឲ្យមាន criteria លក្ខណៈវិនិច្ឆ័យទៅអាយុពី18ឡើងដល់អាយុប្រមាណជាបុគ្គលិកដែលមិនពាក់ព័ន្ធនៅនឹងមន្ត្រីរាជការជាក្រុមអ្នកស្ម័គ្រចិត្តជាមន្ត្រីជួលនិវត្តន៍ឬក៏សិស្សានុសិស្សដែលគាត់បញ្ចប់ដែលមានបំណងចង់ធ្វើការសង្គមយើងសហការគ្នាប្រកាសនៅក្នុងដែនរដ្ឋបាលរបស់ខ្លួននឹងឲ្យគាត់ដាក់ពាក្យជ្រើសរើសតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ហ្នឹងហើយយើងបង្កើតក្រុមការងារពិនិត្យទៅលើប្រវត្តិរូបហើយនឹងលក្ខណៈសម្បត្តិហើយនឹងចំណេះដឹងជំនាញអេរយាប័តនៃការរស់នៅក្នុងសង្គមនៅឋានអចិន្ត្រៃយ៍របស់គាត់ហើយយើងសម្រេចជ្រើសរើសគាត់ជាអ្នកស្ម័គ្រចិត្តទេចូលរួមចំណែកហើយទទួលបានការបណ្ដុះបណ្ដាលហើយទន្ទឹមនឹងយើងបានពង្រឹងសមត្ថភាពតាមរយៈវគ្គបណ្ដុះបណ្ដាលម៉ូដុល1ម៉ូដុល2ម៉ូដុល3ម៉ូដុល4ទាំងការបង្កើនចំណេះដឹងផ្នែកគោលនយោបាយរឿងកំណែទម្រង់វិមជ្ឈការវិសាមជ្ឈការការរៀបចំនិយាយជាសាធារណៈការសម្របសម្រួលការរៀបចំផែនការកិច្ចប្រជុំការផ្សព្វផ្សាយការសរសេររបាយការណ៍ Digital អីជាដើមនេះគឺជាដំណើរការមួយដែលយើងសហការគ្នាជាពិសេសយើងឲ្យទូនទីភារកិច្ចទៅថ្នាក់រដ្ឋបាលនៃក្រុងស្រុកឬឃុំសង្កាត់ដើម្បីសហការជាមួយអង្គការដៃគូប្រកាសជ្រើសរើសអ្នកសម្របសម្រួលគណនេយ្យវិទ្យាសហគមន៍
ហើយនឹងធ្វើសកម្មភាពហើយនឹងរៀបចំផែនការរបស់ខ្លួនក្រោយពីទទួលស្គាល់ឲ្យគាត់បម្រើការងារហើយជាពិសេសទទួលស្គាល់តាមរយៈការបញ្ចូលនៅក្នុងគណៈកម្មការគណនេយ្យសង្គមកំណត់ក្រុងស្រុកគណៈកម្មការផែនការចាត់នៅឃុំសង្កាត់ហើយគាត់រៀបចំផែនការធ្វើសកម្មភាពរបស់ខ្លួនថាតើមានផែនការផ្សព្វផ្សាយនៅគោលដៅណាភូមិណាទៅលើវិស័យអីមានផែនការច្បាស់លាស់សម្រាប់កិច្ចការងារនេះចាអរគុណលោកគ្រូចាសម្រាប់ចម្លើយអរគុណលោកគ្រូច្រើនចាបាទអរគុណអញ្ចឹងតកតងជាមួយនឹងងាកមកកាន់បងវិញចានេះខ្ញុំចង់ដឹងថាកន្លងមកនេះនៅតាមមូលដ្ឋានរបស់បងតែងតែមានការចុះចាសម្ភាសផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅការិយាល័យច្រកចិញ្ចោតែមួយចាចន្លោះពី25ទៅ30នាក់ចានេះខ្ញុំចង់ដឹងថាតើវិធីសាស្ត្រនៅក្នុងការចុះទៅសម្ភាសផ្ទាល់ហ្នឹងមានវិធីសាស្ត្របែបណាខ្លះហើយបើធៀបជាមួយនឹងការដាក់បន្ទុកតាមបែបប្រពៃណីដែលក្រុមការងារសម្រុកសម្រួលគណនេយ្យភាពសហគមន៍របស់យើងគាត់ធ្វើរាល់ដងហ្នឹងតើមានលទ្ធផលបែបណាដែរមួយណាប្រសើរជាងចាសូមក្រុមជើញបងចានិយាយមកដល់ចំណុចនេះខ្ញុំក្នុងនាមអាជ្ញាធរស្រុកដូចជាក្នុងនាមលោកអភិបាលនៃគណៈអភិបាលស្រុកពិតជាថ្លែងអំណរគុណមែនទែនចំពោះអ្នកស្ម័គ្រចិត្តសហគមន៍របស់យើងដែលហៅកាត់ថាខាសចាគឺគាត់មានឆន្ទៈមនសិការក្នុងការចូលរួមពីព្រោះអីលោកលោកស្រីដឹងស្រាប់ហើយគាត់អត់មានប្រាក់ខែចាអញ្ចឹងអ្វីដែលគាត់ចូលរួមគឺចូលរួមចេញពីឆន្ទៈរបស់គាត់ក្នុងការស្រឡាញ់ការងារមូលដ្ឋានប្រាក់ឧបត្ថម្ភជាប្រចាំរបស់យើងតិចតួចស្រួយស្ដាងប៉ុន្តែគាត់យកអស់កម្លាំងកាយចិត្តក្នុងការបម្រើការងារសហគមន៍របស់យើងអញ្ចឹងជាការឆ្លើយតបនឹងសំណួរបងអូនស្រីពាក់ព័ន្ធជាមួយនឹងការស្ទង់មតិពីអតិថិជនមានន័យថាស្ទង់មតិយោបល់ត្រឡប់ពីប្រជាពលរដ្ឋអ្នកស្ម័គ្រចិត្តសហគមន៍របស់យើងហ្នឹងគឺទៅសុំឈ្មោះពីការឡាយច្រកចិញ្ចោលតែមួយថាតើប្រជាពលរដ្ឋដែលមកទទួលសេវាគាត់ជ្រើសរើសយក20ទៅ30នាក់ហ្នឹងនៅពេលដែលសុំឈ្មោះបានហើយគាត់ចុះទៅសម្ភាសដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋចាអញ្ចឹងអ្វីដែលគាត់សម្ភាសគឺឆ្លើយតបទៅនឹងតើប្រជាពលរដ្ឋគាត់មករកសេវានៅការឡាយច្រកចិញ្ចោលតែមួយរបស់យើងហ្នឹងតើមន្ត្រីរបស់យើងណាផ្ដល់ព័ត៌មានឲ្យគាត់ហ្នឹងល្អអត់ទទួលយកបានអត់ឆ្លើយតបនឹងអ្វីដែលគាត់មករកសេវានៅយើងអត់ទី2ពាក់ព័ន្ធជាមួយនឹងរយៈពេលអញ្ចឹងរយៈពេលនៃការផ្ដល់សេវាហ្នឹងតើត្រឹមត្រូវតាមប្រែមរយៈពេលដូចជាតម្លៃដែលយើងបិទនៅការឡាយច្រកចិញ្ចោលតែមួយរបស់យើងអត់ទី3ពាក់ព័ន្ធនឹងអេយ៉ាប័តរបស់មន្ត្រីរាជការរបស់យើងអេយ៉ាប័តក្នុងការទទួលសេវារបស់យើងជាទូទៅយើងបានខិតខំហើយហាត់ពុតលត់ដំមន្ត្រីណាដែលមានសម្ដីបរោះភាសាមុខញញឹមអីយើងយកមកដាក់នៅជួរមុខហ្នឹងហើយដាក់នៅជួរមុខហើយមន្ត្រីជួរក្រោយនឹងមានមកជួរទៅអញ្ចឹងតើអេយ៉ាប័តមន្ត្រីរបស់យើងហ្នឹងតើគាត់មានឆ្គាំឆ្គងមួយប្រជាពលរដ្ឋអត់នឹងការឆ្លើយតបនៅពេលដែលប្រជាពលរដ្ឋមករកសេវាចាមួយទៀតពាក់ព័ន្ធជាមួយកម្រៃតើនៅពេលដែលគាត់មករកសេវាយើងមានលួចទាកម្រៃលើសពីបរាមតម្លៃដែលយើងបិទជូនប្រជាពលរដ្ឋអត់ហ្នឹងហើយមួយទៀតសំណើនឹងសំណូមពររបស់ប្រជាពលរដ្ឋទៅនឹងគាត់មកទទួលសេវាតើគាត់មានសំណូមពរអីជូនទៅមន្ត្រីរបស់យើងអត់ថាតើយើងគួរតែកែលម្អចំណុចណាខ្លះឬក៏គាត់សំណូមពរអីខ្លះទៀតហើយបន្ទាប់មកបងប្អូនអ្នកស្ម័គ្រចិត្តសហគមន៍របស់យើងហ្នឹងយកសំយោគនៅចម្លើយរបស់ប្រជាពលរដ្ឋអស់ហ្នឹងប្រជាពលរដ្ឋទាំងអស់នោះយកមកប្រជុំនៅកម្រិតថ្នាក់ស្រុកដើម្បីបង្កើតជាផែនការសកម្មភាពរួមមួយដើម្បីឲ្យមន្ត្រីរបស់យើងធ្វើផែនការបន្តតែយើងខ្វះអីខ្លះដើម្បីឆ្លើយតបជាមួយនឹងប្រជាពលរដ្ឋជារួមនៅពេលដែលបងប្អូនយុវជនអ្នកស្ម័គ្រចិត្តសហគមន៍របស់យើងចុះសម្ភាសទៅតាមខ្នងផ្ទះមានន័យថាការឆ្លើយតបរបស់ប្រជាពលរដ្ឋនឹងបានល្អប្រសើរច្រើនដើម្បីឲ្យខាងរបស់យើងនឹងប្រមូលព័ត៌មានហើយយកមកកសាងផែនការសកម្មភាពរួមដោយឡែកចំពោះការស្ទង់មតិតាមបែបប្រពៃណីគឺជាការប្រមូលផ្ដុំអញ្ចឹងការស្ទង់មតិទាំងពីរនេះយើងលើកទឹកចិត្តក៏ដូចជាធ្វើទៅតាមការចុះទៅសម្ភាសតាមផ្ទះហេតុអីបានខ្ញុំលើកមតិយោបល់នេះឡើងពីព្រោះអីអ្នកដែលបងប្អូនអ្នកស្ម័គ្រចិត្តសហគមន៍របស់យើងទៅសម្ភាសហ្នឹងគឺជាប្រជាពលរដ្ឋដែលគាត់ធ្លាប់មកទទួលសេវានៅការឡាយច្រកចិញ្ចោលរបស់យើងផ្ទាល់អញ្ចឹងនៅពេលដែលគាត់មកទទួលអ្វីដែលគាត់
ជួបប្រទេសគឺជាក់ស្ដែង ចា អញ្ចឹងគាត់ជួបមន្ត្រីជាក់ស្ដែងគាត់មករកសេវាជាក់ស្ដែងហើយគាត់ជួបបញ្ហាជាក់ស្ដែង ចា អញ្ចឹងធ្វើឲ្យយើងអាចប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយហ្នឹងហើយចាសូមអរគុណ ចាអរគុណបងច្រើនចាសម្រាប់ចម្លើយដ៏មានអត្ថន័យចាដោយបងបានលើកឡើងមុននឹងអញ្ចឹងថាបើសិនជាយើងចង់បានមតិសំណើសំណូមពររបស់ប្រជាពលរដ្ឋកាន់តែជាក់លាក់ការដែលចុះទៅសម្ភាសនៅតាមក្នុងផ្ទះផ្ទាល់ហ្នឹងគឺមានប្រសិទ្ធភាពជាង ចា ចាប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយការដាក់ពិន្ទុតាមបែបប្រពៃណីក៏នៅតែមានសារៈសំខាន់ដែរនៅពេលបច្ចុប្បន្នដោយសារនៅពេលដែលយើងចុះទៅដាក់ពិន្ទុនេះគឺយើងមិនត្រឹមតែសម្ភាសគាត់ផ្ទាល់ទេគឺយើងបានគេហៅថាសង្ខេបឡើងវិញពីសិទ្ធិស្តង់ដាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិមានតាំងពីកម្រិតឃុំសង្កាត់រហូតដល់កម្រិតស្រុកខណ្ឌអញ្ចឹងហើយធ្វើឲ្យប្រជាពលរដ្ឋគាត់យល់បានមួយកម្រិតទៀតចាអរគុណអញ្ចឹងនាងខ្ញុំចង់ក៏លេចទៅសួរលោកគ្រូវិញម្ដងចាអញ្ចឹងតាក់ទងជាមួយនឹងជាទូទៅនៅពេលដែលយើងប្រជុំពហុវិស័យចាយើងតែងតែមានការចូលរួមពីតំណាងប្រជាពលរដ្ឋចំនួន25នាក់ចាអញ្ចឹងតាក់ទងជាមួយនឹងនៅពេលដែលយើងបង្កើតចាបបានហើយចាឬក៏យើងហៅថាផុសសរកចាអញ្ចឹងអាចលោកគ្រូជួយរៀបរាប់បានទេថាផុសសរកនេះបន្ទាប់មកគឺយើងមានដំណាក់កាលអ្វីខ្លះក្នុងការអនុវត្តឲ្យចេញជាសមិទ្ធផលមួយចាសូមគោរពអញ្ជើញលោកគ្រូចា បាទនៅក្នុងដំណើរការនៃការរៀបចំផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យសង្គមឬក៏ការកសាងចាប ចា កិច្ចការងារនេះវាមាន3ដំណាក់កាលហើយនឹងមាន8ជំហាន ចា នីតិវិធីលម្អិតជំហានសកម្មភាពនៃការអនុវត្តការងារគណនេយ្យសង្គមកម្រិតក្រុងស្រុកសម្រាប់ផ្នែកផ្គត់ផ្គង់និងផ្នែកតម្រូវការហ្នឹងគឺទី1ជំហានទី1គឺការប្រមូលទិន្នន័យនៃអង្គភាពផ្ដល់សេវាសម្រាប់បំពេញនឹងទម្រង់ដែលយើងមានចេញពីប្រព័ន្ធហើយការបញ្ចូលប្រព័ន្ធទិន្នន័យទាំងអស់ហ្នឹងទៅក្នុងប្រព័ន្ធ database system ISA របស់យើងហ្នឹងហើយជំហានទី3គឺការផលិតលទ្ធផលបំពេញការងារដើម្បីបិទលើផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋហ្នឹងនឹងគេហៅផ្ទាំងសម្រាប់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហើយទី4គឺការពិនិត្យតាមដានលទ្ធផលបំពេញការងារសកម្មភាពនេះគឺជាការដាក់ពិន្ទុការជួបផ្ទាល់ដាក់ពិន្ទុដល់ប្រជាពលរដ្ឋហើយនឹងទី5ការរៀបចំផែនការចាបក្នុងដំណើរការកិច្ចការងារនេះដូចបានដឹងហើយថាការរៀបចំដំណើរការនៃការជួបសម្ភាសវិតម្លៃគឺភារកិច្ចរបស់ខាងអង្គការដៃគូដែលមានអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ហៅថាខាសហ្នឹងអ្នកធ្វើកិច្ចការងារដោយផ្ទាល់តាមរយៈការបង្កើតចាបគឺយើងមានការវិតម្លៃអង្គភាពដល់សេវាការវិតម្លៃផ្ទាល់ដល់ប្រជាពលរដ្ឋដែលមកទទួលសេវានៅក្រុងស្រុកតាមរយៈទំនាក់ទំនងនិងជួយសម្របសម្រួលពីរដ្ឋបាលក្រុងស្រុកជាពិសេសការិយាល័យជំនាញអង្គភាពដល់សេវាដូចជាការិយាល័យច្រកការិយាល័យប្រជាពលរដ្ឋជាដើមសម្រាប់រកក្រុមគោលដៅដែលបានមកទទួលសេវាដើម្បីមានបញ្ជីសំណួរសម្រាប់ជួបសម្ភាសហើយដល់ឡែកផ្សេងទៀតយើងអាចជួបតាមបែបលក្ខណៈធម្មតាតែបែបប្រពៃណីប្រមូលផ្ដុំឬក៏មានបញ្ជីសំណួរសម្រាប់ធ្វើកិច្ចការងារហើយដូចបានជម្រាបជូនអញ្ចឹងមុននឹងដំណើរការនៃការវិតម្លៃយើងត្រូវរំលឹកនៅសិទ្ធិស្តង់ដារការងារការបំពេញតួនាទីភារកិច្ចរបស់ការិយាល័យច្រកការិយាល័យនានានៃអង្គភាពដល់សេវាចំណុះឲ្យរដ្ឋបាលក្រុងស្រុកហើយយើងបានរៀបចំកិច្ចប្រជុំពហុវិស័យឯកវិស័យហើយនឹងការរៀបចំបញ្ជីក្របខ័ណ្ឌពេលវេលានិងសកម្មភាពនានាទៅក្នុងតារាងនេះគឺជាសកម្មភាពមួយដែលយើងស្វែងរកតម្រូវការនៅមូលដ្ឋានជាពិសេសគឺតម្រូវការរបស់ប្រជាពលរដ្ឋដែលគាត់មកទទួលសេវាមានការពេញចិត្តទៅលើស្តង់ដារតារាងតម្លៃសេវារបៀបរបបនៃការបំពេញរយៈពេលនៃការបំពេញបញ្ហាផ្សេងៗទៀតវាឆ្លើយតបតាមលិខិតបទដ្ឋានគតិយុត្តហើយគាត់មានបញ្ហាមិនពេញចិត្តនៅសកម្មភាពណាមួយគាត់អាចលើកឡើងឧទាហរណ៍ឥរិយាបថការរយៈពេលខុសពីការកំណត់បញ្ហារឿងតារាងតម្លៃសេវាខុសពីការពិតអីចឹងគាត់អាចលើកនេះជាឱកាសដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមហើយមានទំនុកចិត្តវាអត់ប៉ះពាល់ទៅដល់ការរស់នៅក្នុងសហគមន៍របស់គាត់អ្វីដែលសំខាន់គឺយើងចាប់ផ្ដើមកិច្ចប្រជុំដើម្បីបង្កើតផែនការចាបហើយផែនការចាបនេះគឺជាបញ្ហានានាដែលបានស្រង់ផ្ទាល់ពីប្រជាពលរដ្ឋជាពិសេសគឺដើម្បីឆ្លើយតបនិងដោះស្រាយបញ្ហានេះគឺធ្វើយ៉ាងណាស្វែងរកការគ្រប់គ្រងខាងក្នុងហើយខាងក្រៅជាពិសេសគឺរៀបចំផែនការចាបផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យសង្គមនឹងឲ្យទាន់ក្របខ័ណ្ឌនៃដំណើរការកសាងកម្មវិធីវិនិយោគ3ឆ្នាំរំកិលរបស់ក្រុងស្រុកក្នុងគោលដៅដើម្បីឲ្យរដ្ឋបាលក្រុងស្រុកពិនិត្យពិចារណាចែករំលែកថវិកាដើម្បីឆ្លើយតបហើយសកម្មភាពមួយចំនួនដែលអាចដោះបានមិនប្រើប្រាស់ធនធានច្រើនឧទាហរណ៍ពង្រឹងវិន័យពង្រឹងម៉ោងពេលវេលាពង្រឹងឥរិយាបថតាមរយៈកិច្ចប្រជុំនានារបស់រដ្ឋបាលក្រុងស្រុកហើយនឹងកិច្ចការងារសំខាន់មួយចំនួនទៀត
គ្រាន់តែយើងផ្ដល់យោបល់កែលម្អនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យប្រសើរឡើងវាយើងអាចឆ្លើយតបទៅនឹងបញ្ហាទាំងអស់ហ្នឹងហើយយើងព្យាយាមធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនៅក្នុងយន្តការនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ ចាអរគុណលោកគ្រូចាសម្រាប់ការឆ្លើយតបរបស់លោកគ្រូនាងខ្ញុំមានអារម្មណ៍ថាក្បោះក្បាយងាយយល់អាចស្ដាប់បានចាដោយសារតែនៅពេលដែលយើងបង្កើតចាប់បានហើយគឺយើងតែងតែព្យាយាមគៀកររធនធានចាហើយដោយលោកគ្រូបានលើកឡើងមុននឹងអញ្ចឹងថាទោះបីជាយ៉ាងណាក៏ដោយចាប់ខ្លះឬក៏សកម្មភាពខ្លះគឺយើងអត់ត្រូវការធនធានដើម្បីអនុវត្តទេចាអញ្ចឹងគឺយើងគ្រាន់តែពង្រឹងវិន័យឬមួយក៏ធ្វើការអនុវត្តឡើងវិញដើម្បីពង្រឹងឡើងវិញគឺចាត់ទុកថាជាការឆ្លើយតបជាមួយនឹងសំណើសំណពររបស់ប្រជាពលរដ្ឋហើយចាអញ្ចឹងងាកមកកាន់បងវិញចានាងខ្ញុំចង់ដឹងបន្ថែមទៀតថាជាទូទៅនៅពេលដែលយើងបង្កើតចាប់បានហើយតើបងមានយុទ្ធសាស្ត្រឬក៏វិធីសាស្ត្រណាមួយឬក៏យន្តការណាមួយដើម្បីដាក់បញ្ចូលចាប់របស់យើងទៅក្នុងកម្មវិធីវិនិយោគ3ឆ្នាំរំកិលរបស់ថ្នាក់ស្រុកបានដោយជោគជ័យចាសសូមជើញបងចាអរគុណជារួមនៅរដ្ឋបាលស្រុកស្អាងរបស់យើងលោកលោកស្រីជ្រាបហើយថានៅក្នុងទូទាំងខេត្តកណ្ដាល13ក្រុងស្រុកស្អាងគឺជាស្រុកមួយដែលដាក់ឲ្យដំណើរការដំណើរការគណនេយ្យភាពសង្គមនៅថ្នាក់ក្រុងស្រុកមុនគេទូទាំងខេត្តអញ្ចឹងក្រោមការយកចិត្តទុកដាក់ពីអាដាមអាបាខេត្តលោកស្រីប្រហែលជាជ្រាបខ្លះថ្នាក់ខេត្តបានវិភាគថវិកាបន្ថែមទៅឲ្យរដ្ឋបាលថ្នាក់ក្រុងស្រុករហូតដល់រដ្ឋបាលឃុំសង្កាត់ទៀតអញ្ចឹងអាដាមអាបាខេត្តលោកវិភាគទៅឲ្យថ្នាក់ក្រុងស្រុកមួយឆ្នាំ8លានយកទៅឲ្យរដ្ឋបាលថ្នាក់ក្រុងស្រុកមកឃុំសង្កាត់5លានអញ្ចឹងបន្ថែមលើថវិកាទាំងអស់នេះដើម្បីឲ្យក្រុមការងារហ្នឹងមានលទ្ធភាពកសាងផែនការដើម្បីអនុវត្តនៅសកម្មភាពគណនេយ្យភាពសង្គមនៅថ្នាក់ក្រុងស្រុកនិងឃុំសង្កាត់របស់យើងជារួមដើម្បីឲ្យបញ្ចូលផែនការចាប់នេះមានភាពជោគជ័យទៅលើផែនការវិនិយោគដូចជាផែនការអភិវឌ្ឍរបស់ស្រុកគឺទី1យើងរៀបចំផែនការទាំងផែនការសកម្មភាពនិងផែនការថវិកាហើយឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្ដែងរបស់មូលដ្ឋានអញ្ចឹងនៅពេលដែលយើងដាក់ផែនការចំគោលដៅធ្វើថាពាក្យសាមញ្ញគេថាអេសឲ្យចំហ្នឹងហើយអេចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋអញ្ចឹងផែនការនោះនឹងឆ្លើយតបទៅនឹងអ្វីដែលប្រជាពលរដ្ឋចង់បានហើយការអភិវឌ្ឍរបស់យើងក៏ចំគោលដៅដែរទី2នៅពេលដែលបញ្ចូលផែនការនោះហើយគឺយើងពិភាក្សាក៏ដូចជាសូមការអនុម័តពីកិច្ចប្រជុំគណៈកម្មការរៀបចំផែនការថ្នាក់ក្រុងស្រុករបស់យើងហ្នឹងហើយអញ្ចឹងនៅពេលដែលយើងរៀបចំដាក់បញ្ចូលគម្រោងអត្ថប្រយោជន៍នោះចូលហើយយើងមានប្រជុំហើយនៅពេលដែលយើងប្រជុំគេហៅថាប្រជុំសមាជិកកម្មពាក់ព័ន្ធជាមួយនឹងការរៀបចំផែនការវិនិយោគដូចជាផែនការអភិវឌ្ឍគឺមានតាមបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធដូចជាយើងគៀងគោអង្គការដៃគូជាក់ស្ដែងនៅក្នុងខេត្តរបស់យើងមានដូចជាអង្គការទស្សនៈពិភពលោកនិងអង្គការដៃគូច្រើនទៀតដែលគាត់ធ្វើការងារគ្រប់គ្រងទៅលើផ្នែកការងារគណនេយ្យភាពសង្គមនេះឲ្យគាត់ចូលរួមអញ្ចឹងមួយផ្នែកអ្វីដែលយើងគិតគឺការវិភាគថវិការបស់ថ្នាក់ជាតិទី2យើងគៀងគោដៃគូសហការអញ្ចឹងយើងមើលថាតើផែនការណាខ្លះដែលយើងអាចគ្រប់គ្រងយកផែនការថវិការបស់ក្រុងស្រុករបស់យើងយកមកអនុវត្តផែនការណាខ្លះដែលយើងសុំការគ្រប់គ្រងពីមន្ទីរជំនាញអង្គភាពនៅថ្នាក់ខេត្តហើយផែនការណាខ្លះទៀតដែលចំគម្រោងរបស់អង្គការដៃគូដែលគាត់ជួយគ្រប់គ្រងយើងអញ្ចឹងទាំងនេះគឺជាការឆ្លើយតបទៅនឹងផែនការចាបរបស់យើងដើម្បីឲ្យផែនការចាបនេះបានអនុវត្តនៅក្នុងកម្មវិធីវិនិយោគ3ឆ្នាំក៏ដូចជាផែនការអភិវឌ្ឍរបស់ស្រុកមួយវិញទៀតគឺស្រុករបស់ជនក៏ជាធនធានដ៏សំខាន់នៅក្នុងការជួយឲ្យសម្រេចផែនការចាបរបស់យើងហើយបន្ទាប់ពីគៀងគោធនធានក្នុងការចូលរួមស្វែងរកការគ្រប់គ្រងគឺយើងយកយន្តការតាមដានត្រួតពិនិត្យនិងវិតម្លៃតើយើងបានអនុវត្តទៅតាមវត្តនៃសកម្មភាពរបស់យើងអត់ហើយផែនការចាបរបស់យើងហ្នឹងឆ្លើយតបបានដល់កម្រិតណាអញ្ចឹងនៅពេលដែលយើងប្រជុំត្រួតពិនិត្យនិងវាតម្លៃលើគម្រោងចាបរបស់យើងធ្វើឲ្យរដ្ឋបាលយើងនឹងមានភាពម្ចាស់ការនៅក្នុងការស្វែងរកបន្ថែមឧទាហរណ៍ថាឥឡូវគម្រោងយើងមានប្រមាណ10គម្រោងតើគម្រោងណាខ្លះដែលបានអនុវត្តហើយគម្រោងណាខ្លះដែលមិនទាន់អនុវត្តយើងនៅខ្វះអីទៀតដើម្បីជួយគ្រប់គ្រងពេលខ្លះអង្គការដៃគូគាត់ជួយគ្រប់គ្រងទៅពេលដល់ខែណាមួយដែលគាត់ផុតអាណត្តិឬក៏ដាច់គម្រោងគាត់គម្រោងហ្នឹងត្រូវនៅត្រូវនៅអញ្ចឹងយើងពិភាក្សាក្នុងការស្វែងរកដៃគូសហការបន្តទៀតដើម្បីឲ្យផែនការចាក់របស់យើងនេះ
ទទួលបានប្រសិទ្ធភាពនិងឆ្លើយតបជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋចាអញ្ចឹងការរៀបចំផែនការក៏ដូចជាការអនុវត្តផែនការបានជោគជ័យទី1ផ្អែកទៅលើផែនការសកម្មភាពដែលយើងបានរៀបចំដោយគម្រោងការរបស់យើងទី2គឺថវិកាក៏ជាកត្តាសំខាន់ទី3គឺការតាមដាននិងត្រួតពិនិត្យវិតម្លៃចាសូមអរគុណចាអរគុណបងច្រើនចាមានន័យថានៅពេលដែលយើងបានចាប់ហើយគឺយើងអត់ទុកចាប់ចោលទេចាយើងមានយន្តការឬក៏យុទ្ធសាស្ត្រយ៉ាងច្រើនឬក៏ដូចដែលបងបានលើកឡើង1 2អញ្ចឹងគឺធ្វើយ៉ាងណាឲ្យចាប់របស់យើងដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគរបស់ស្រុកតតែបានជោគជ័យចាអរគុណបងអញ្ចឹងនេះខ្ញុំចង់ដឹងបន្តទៅទៀតថាកន្លងមកនៅមូលដ្ឋានដែលបងអនុវត្តការងារផ្ទាល់តើបងបានសម្រេចសមិទ្ធផលអ្វីខ្លះហើយកន្លងមកនេះតើការងារគណនេយ្យភាពសង្គមរបស់យើងនឹងបានជួយកែលម្អមូលដ្ឋានរបស់បងមានអ្វីខ្លះដែរចាសូមឲ្យបងជួយរៀបរាប់បន្តិចចាអរគុណបងចាអរគុណបងអូនស្រីពាក់ព័ន្ធជាមួយនឹងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមអាយសាសនៅថ្នាក់ក្រុងស្រុករបស់យើងជាក់ស្ដែងអ្វីដែលជាផលឆ្លើយតបទៅនឹងការអនុវត្តគម្រោងទី1យើងមានការចូលរួមផុសផុលពីប្រជាពលរដ្ឋការចូលរួមផ្ដល់យោបល់ត្រឡប់នៅក្នុងការបម្រើសេវារបស់យើងហ្នឹងហើយទី2គឺទំនុកចិត្តយើងទទួលបានទំនុកចិត្តនិងភាពពេញចិត្តពេញថ្លើមពីអ្នកដែលមកទទួលសេវានៅរដ្ឋបាលថ្នាក់ក្រុងស្រុកចាទី3គឺយើងដឹងស្រាប់ហើយការអនុវត្តផែនការរបស់យើងវាឆ្លើយតបទៅនឹងការសម្អាតបរិស្ថានអនាម័យនៅក្នុងមូលដ្ឋានរបស់យើងក៏ល្អប្រសើរការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋចាអញ្ចឹងអ្វីដែលយើងកត់សម្គាល់មួយទៀតគឺការបម្រែបម្រួលអាកាសធាតុក៏ជាកត្តាមួយដែលឆ្លើយតបទៅនឹងសកម្មភាពរបស់គណនេយ្យភាពសង្គមរបស់យើងបញ្យល់ណែនាំឲ្យប្រជាពលរដ្ឋចេះសម្អាតបរិស្ថានអនាម័យជុំវិញផ្ទះការរស់នៅការបញ្ចេញមតិយោបល់បំផុសឲ្យមានការដាំដើមឈើលោកអាបាលលោកបង្កើតយុទ្ធនាការបរិស្ថានអនាម័យហើយដាំដើមឈើដើម្បីទប់ទល់ឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុហើយធ្វើឲ្យប្រជាពលរដ្ឋគឺមានភាពស៊ាំបន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុអញ្ចឹងនៅពេលដែលមានបញ្ហាអីមួយកើតឡើងគឺប្រជាពលរដ្ឋមានការចូលរួមហើយនិយាយឲ្យចំគឺសិទ្ធិស្តង់ដាររបស់សេវារបស់យើងគឺយើងលើកកម្ពស់ការផ្ដល់សេវាប្រកបដោយគុណភាពតម្លាភាពគណនេយ្យភាពហើយមានការឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋានជាក់ស្ដែងចាសូមអរគុណចាសូមអរគុណបងចាមានន័យថាលទ្ធផលដែលយើងសម្រេចបាននឹងមានច្រើនប៉ុន្តែអ្វីដែលជាការកត់សម្គាល់មួយគឺតកតងជាមួយនឹងផ្នែកបរិស្ថានអនាម័យហើយនឹងការបន្សំផ្សេងទៀតមានការចូលរួមផុសផុលពីប្រជាពលរដ្ឋចាសូមអរគុណបងអញ្ចឹងងាកមកកាន់លោកគ្រូវិញម្ដងចាអញ្ចឹងនាងខ្ញុំក៏ចង់ដឹងដូចគ្នាថាតើសមិទ្ធផលតកតងជាមួយនឹងតាំងពីពេលដែលយើងចេញសិភៅណែនាំអំពីការអនុវត្តការងារនៅកម្រិតក្រុងស្រុកខណ្ឌរួចឬក៏យើងហៅថា DMK នឹងតើសមិទ្ធផលដែលលោកគ្រូគិតថាលេចធ្លោជាងគេគួរឲ្យកត់សម្គាល់នឹងគឺជាអ្វីដែរចាសូមលោកគ្រូជួយបកស្រាយតិចចាសូមអរគុណបាទសូមអរគុណច្រើនពាក់ព័ន្ធសមិទ្ធផលសំខាន់ក្រោយពីយើងពង្រីកការអនុវត្តការងារគណនេយ្យសង្គមឬពង្រឹងគុណភាពដល់សេវានៅកម្រិតមូលដ្ឋាននៃឃុំសង្កាត់ទៅលើសាលាធម្មសាមរសុខភាពនិងសាលាឃុំសង្កាត់យើងមើលឃើញនៅកម្រិតក្រុងស្រុកក្រោយពីការដាក់ចេញនៅដើមឆ្នាំ2026នៃឯកសារបច្ចេកទេសទី1គឺការផ្លាស់ប្ដូរអេរិយាបថការទទួលខុសត្រូវគេហៅសុចរិតភាពហើយភាពត្រឹមត្រូវរបស់តួអង្គផ្នែកផ្ដាល់ហើយនិងផ្នែកគ្រប់គ្រងហើយដោយអ្នកគ្រូបានលើកឡើងអញ្ចឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋហ៊ានបញ្ចេញមតិយោបល់ក្លាហានចូលរួមច្រើនជាងមុនហើយអ្វីដែលជាផ្លែផ្កាហ្នឹងគឺការអនុវត្តការផ្ដល់សេវាស្របតាមនិយមស្របតាមលិខិតបទដ្ឋានគតិយុត្តចំណេញពេលវេលាពេញចិត្តដល់ប្រជាពលរដ្ឋហើយនឹងព័ត៌មាននានាដែលគាត់ត្រូវទទួលបានគឺបានទៅដល់គាត់ហើយនេះហើយគឺជាសមិទ្ធផលសំខាន់សម្រាប់បង្កើនការចូលរួមរបស់ប្រជាពលរដ្ឋនិងសហគមន៍និងអ្នកពាក់ព័ន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននេះបន្តទៀតចាបាទចាអរគុណលោកគ្រូចាអញ្ចឹងឈានចូលមកដល់ចុងក្រោយចាតើលោកគ្រូហើយនឹងបងមានពាក្យពេចន៍អ្វីផ្ដាំផ្ញើទៅកាន់ទស្សនិកជនយើងទេហើយជាពិសេសនោះអ្នកផ្ដល់សេវាតែម្ដងដើម្បីឲ្យគាត់នឹងមានន័យថាលើកទឹកចិត្តឬក៏ឲ្យក្រុមបរិយាបន្នសង្គមនឹងចូលរួមចំណែកនៅក្នុងការបញ្ចេញសារសម្លេងដើម្បីអភិវឌ្ឍមូលដ្ឋានរបស់យើងផងដែរចាក្រុមបរិយាបន្នសង្គមពេលនេះគឺយើងចង់សម្ដៅទៅលើជនងាយរងគ្រោះមានជនពិការចាស្ត្រីមេម៉ាយហើយនិងជនក្រីក្រផងដែរចាអញ្ចឹងនឹងខ្ញុំសូមជូនទៅកាន់លោកគ្រូមុនបន្ទាប់មកចាំជូនទៅកាន់បងស្រីចា
បាទចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនៅកិច្ចសហការអនុវត្តក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសគឺក្របខ័ណ្ឌការងារគណនេយ្យសង្គមនេះដូចយើងបានជជែកនឹងផ្ដល់សមិទ្ធផលអត្ថប្រយោជន៍សារៈសំខាន់ជាច្រើនហើយថាចូលរួមចំណែកនៅក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការវិសាមជ្ឈការពិសេសគឺបង្កើនគុណភាពសេវាការផ្ដល់សេវានៅមូលដ្ឋាន ចា៎ សូមថ្លែងអំណរគុណសម្រាប់ភាពជាដៃគូរបស់អង្គការសង្គមស៊ីវិលជាពិសេសម្ចាស់ជំនួយហើយសូមអរគុណសម្រាប់ថ្នាក់រដ្ឋបាលមួយដែលចាប់ផ្ដើមផ្ដល់សារៈសំខាន់នៅក្នុងការអនុវត្តការងារគណនេយ្យសង្គមហើយផ្ដល់កិច្ចសហការពេញទំហឹងដល់ភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលហើយជួយសម្របសម្រួលរាល់សកម្មភាពនានារបស់ក្រុមអ្នកស្ម័គ្រចិត្ត ចា៎ ដើម្បីចូលរួមចំណែកបំពេញចន្លោះខ្វះខាតនៅមូលដ្ឋានដែល ចា៎ វិធីសាស្ត្ររបៀបនៃការបញ្ជូនសារសម្លេងបញ្ហាតិចែកការប្រមូលមេរៀនបទពិសោធន៍នៃផលប៉ះពាល់ជាវិជ្ជមានក៏ដោយជាអវិជ្ជមាននៅមូលដ្ឋានតាមរយៈខាសក៏ដោយក៏សិតតែជាផលប្រយោជន៍ដើម្បីដាក់ជូនទៅក្នុងកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយហើយសូមអរគុណសម្រាប់ការគិតគូរនិរន្តរភាពវែងឆ្ងាយដោយផ្ដើមចេញការចែករំលែកវិភាគថវិកា ចា៎ មូលធិផ្ទាល់របស់ខ្លួននៅក្នុងការអនុវត្តសកម្មភាពហើយសកម្មភាពនេះវាជាសកម្មភាពផ្ដល់ផលប្រយោជន៍ពហុវិស័យទៅដល់កិច្ចគាំពារសង្គមសេវាអនាម័យបរិស្ថានការអម្រែមរួលអាកាសធាតុ gender និងពិសេសក្រុមគោលដៅក្រុមជនងាយរងគ្រោះក្រុមបរិយាបន្ន ចា៎ ចា៎ ដែលធ្វើយ៉ាងណាផ្ដល់នៅឱកាសសិទ្ធិនិងពេលវេលាឲ្យក្រុមបរិយាបន្នទាំងអស់ហ្នឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ចនៅឋានគឺពិសេសគឺការអនុវត្តទូនទីភារកិច្ចរបស់ក្រុមប្រឹក្សាក្រុងស្រុកហើយនិងក្រុមសង្កាត់របស់យើងបាទ ចាអរគុណលោកគ្រូចាសូមចេញបងចា ចាអរគុណចំពោះក្នុងនាមរដ្ឋបាលនៅថ្នាក់ក្រោមជាតិមានន័យថារដ្ឋបាលស្រុកស្អាងទាំងមូល ចា នាងខ្ញុំសូមពៀវនាវឲ្យរដ្ឋបាលដែលជាអ្នកផ្ដល់សេវាទាំងអស់គិតគូរឲ្យបានខ្ពស់ពាក់ព័ន្ធជាមួយនឹងបរិយាបន្ន ចា មានន័យថាទាំងជនពិការកុមារកំព្រាចាស់ជរាជាពិសេសជនងាយរងគ្រោះនៅក្នុងមូលដ្ឋានរបស់យើងគាត់អាចមានលទ្ធភាពនៅក្នុងការមករកសេវា ចា នៅតាមអង្គភាពបម្រើសេវារបស់យើងទាំងនៅរដ្ឋបាលថ្នាក់ឃុំក៏ដូចជារដ្ឋបាលស្រុកហើយជាការឆ្លើយតបរដ្ឋបាលថ្នាក់ស្រុកគឺបានសម្រួលមានន័យថានៅតាមបណ្ដាកន្លែងផ្ដល់សេវារបស់យើងទាំងរដ្ឋបាលស្រុកនិងរដ្ឋបាលឃុំគឺយើងបានធ្វើជំរាលជនពិការយើងបានធ្វើបន្ទប់ទឹកសម្រាប់ជនពិការ ចា និយាយទៅយើងគិតគូរធ្វើម៉េចដើម្បីឆ្លើយតបឲ្យជនងាយរងគ្រោះទាំងនោះបានទទួលសេវាស្មើភាពគ្នា ចា ហើយយើងផ្ដល់ឱកាសក៏ដូចជាផ្ដល់អត្ថភាពជូនពួកគាត់មុនគេយើងគិតគូរណានឹងហើយទី2សូមលើកទឹកចិត្តឲ្យបងប្អូនអ្នកស្ម័គ្រចិត្តសហគមន៍របស់យើងគឺខាសហ្នឹងគឺសូមបន្តឆន្ទៈមនសិការក្នុងការចូលរួមអនុវត្តការងារគណនេយ្យភាពសង្គមនេះឲ្យបានទទួលកាន់តែជោគជ័យនៅក្នុងស្រុកក៏ដូចជាតាមឃុំរបស់យើងហើយលើកទឹកចិត្តឲ្យគាត់ចូលរួមនេះពីព្រោះអីគាត់គឺជាតួអង្គដ៏សំខាន់ក្នុងការជាសេនាធិការឲ្យអាជ្ញាធរមូលដ្ឋានរបស់យើង ចា នៅក្នុងការប្រមូលព័ត៌មានក៏ដូចជាតម្រូវការរបស់មូលដ្ឋានហើយយកមកប្រជុំជាមួយនឹងរដ្ឋបាលស្រុកដើម្បីរៀបចំផែនការឆ្លើយតបទៅនឹងការបម្រើសេវារបស់យើងឲ្យកាន់តែមានគុណភាពល្អប្រសើររហ័សរហួនហើយឆ្លើយតបនៅនឹងអ្វីដែលប្រជាពលរដ្ឋចង់បានសូមអរគុណ ចាសូមអរគុណបងចាសូមអរគុណលោកគ្រូចាយោងតាមការបកស្រាយរបស់វាគ្មិនទាំងពីរយើងឃើញថាតកតងជាមួយនឹងការអនុវត្តការងារគណនេយ្យភាពសង្គមនៅកម្រិតក្រុងស្រុកខណ្ឌពិតជាមានសារៈសំខាន់ខ្លាំងមែនទែននៅក្នុងការធ្វើយ៉ាងណាផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យកាន់តែមានតម្លាភាពនិងភាពល្អប្រសើរប្រកបដោយនិរន្តរភាពចានាងខ្ញុំសូមថ្លែងអំណរគុណដល់វាគ្មិនទាំងពីរសម្រាប់ការចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធីនៅថ្ងៃនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមអរគុណដល់ប្រិយមិត្តយើងទាំងអស់គ្នាដែលបានចំណាយពេលនៅក្នុងការទស្សនាកម្មវិធីសារ podcast របស់យើងថ្ងៃនេះហើយកុំភ្លេចរងចាំតាមដានភាពបន្ទាប់នៅសប្តាហ៍ក្រោយដែលសប្តាហ៍ក្រោយនេះយើងនឹងជជែកគ្នាតាក់ទងជាមួយនឹងប្រធានបទដ៏សំខាន់មួយទៀតគឺការដាក់បញ្ចូលផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គមទៅក្នុងកម្មវិធីវិនិយោគ3ឆ្នាំរំកិលរបស់ឃុំនាខណៈពេលនេះនាងខ្ញុំរួមទាំង Welcome និងក្រុមការងារសូមអរគុណសូមជម្រាបលា